ការឈឺចាប់មានអារម្មណ៍ថាធ្ងន់នៅក្នុងចិត្តគំនិតប៉ុន្តែវាក៏មានប្រយោជន៍របស់វាផងដែររាល់គ្រាលំបាកបង្រៀនរឿងដែលសំខាន់មួយចំនួននៅពេលអ្នកចាញ់អ្នករៀនត្រៀមកម្លាំងនៅពេលអ្នកបរាជ័យអ្នករៀនក្លាហាននៅពេលបេះដូងរបស់អ្នកបាក់បែកអ្នករៀនពីក្តីអាណិតអាសូរការឈឺចាប់បង្ហាញអ្នកពីអ្វីដែលពិតជាសំខាន់នឹងជួយអ្នកឲ្យរីកចម្រើនទៅជាមនុស្សម្នាក់ដែលឆ្លាតជាងមុននិងមានចិត្តសប្បុរសជាងមុនអ្នកមិនអាចជៀសវាងការឈឺចាប់ទាំងស្រុងបានទេប៉ុន្តែអ្នកអាចជ្រើសរើសរៀនពីវាបានសូមឲ្យការតស៊ូរបស់អ្នកមានឥទ្ធិពលដល់រូបអ្នកមិនមែនបំផ្លាញអ្នកឡើយថ្ងៃណាមួយអ្នកនឹងក្រឡេកមើលទៅក្រោយហើយឃើញថាការឈឺចាប់មិនមែនជាសត្រូវរបស់អ្នកទេវាគឺជាគ្រូរបស់អ្នករាល់ការភ័យខ្លាចនាំមកនូវមេរៀនមួយហើយរាល់មេរៀននីមួយៗនាំមកនូវពន្លឺបំភ្លឺផ្លូវរបស់អ្នក